តទៅយើងធ្វើទាហានពាក្យថាទាហានមួយម៉ាត់កម្រនឹងពៀនពាក្យដីឆ្អែតណាស់រៀងរាល់ព្រឹកត្រូវទៅក្រោកម៉ោង5ជានិច្ចទោះមិនមានការអ្វីក៏ដោយត្រូវទៅក្រោកម៉ោង5ហើយបន្តមកទៀតចង់ឆ្លងកាត់គ្រប់ចំណន់ជួនកាល72ម៉ោងដេកបានត្រឹមតែ3ម៉ោងប៉ុណ្ណោះឆ្លងកាត់សភាពការអស់ហើយដូច្នេះការហត់នឿយប៉ុណ្ណេះវាមិនបានស្មើជាមួយនឹងការហត់នឿយរបស់កសិកររបស់កម្មករយើងនោះទេត្រង់នេះដូច្នេះហើយបានជាខ្ញុំតែងតែប្រៀបធៀបថានៅពេលដែលមានអ្នកណាមួយតូចតែថាខ្ញុំលំបាកណាស់គឺខ្ញុំតែងតែប្រាប់ពួកគេថាកុំប្រៀបធៀបជាមួយខាងលើត្រូវប្រៀបធៀបជាមួយខាងក្រោមខ្លួនខ្ញុំពីដើមក៏តែងតែធ្វើការប្រៀបធៀបយ៉ាងដូចនេះដែរខ្ញុំជាកូនអ្នកក្រគឺប៉ុន្តែក៏នៅមានអ្នកក្រជាងខ្ញុំទៅទៀតខ្ញុំមិនបានយកខ្លួនខ្ញុំទៅប្រៀបធៀបថាកូនឃើញកូនគេអ្នកមានចុះគេមានចុះអត់ទេខ្ញុំតែងតែប្រៀបធៀបថាមានអ្នកដែលក្រជាងខ្ញុំទៅទៀតក្នុងពេលដែលខ្ញុំបានសម្រាកនៅក្នុងកុដិលោកប៉ុន្តែនៅមានអ្នកដែលគ្មានដបូលជ្រកនោះតែទៀតដូច្នេះហើយបានជាខ្ញុំព្យាយាមធ្វើមកដល់ពេលនេះចា៎